សួស្តី Kevin Movie សម្រាយរឿងថ្ងៃនេះខ្ញុំនឹងបកស្រាយរឿងអាថ៌កំបាំងបែបប្រឌិតបែបវិទ្យាសាស្ត្ររបស់អាមេរិកសូមជួយ like ហើយនិង share ដើម្បីទទួលបាននូវរឿងល្អៗមើលបន្តទៀតទីតាំងនៃរឿងគឺស្ថិតនៅជុំវិញទីក្រុងជាក្រុងមួយដែលមានឈ្មោះថា Chester's Mill នៅ Glens ដំបូងវាហាក់មើលទៅដូចជាកន្លែងធម្មតាប៉ុន្តែអ្វីដែលកើតឡើងបន្តិចទៀតនេះនឹងធ្វើឲ្យទីក្រុងតូចមួយដ៏ស្ងប់ស្ងាត់មួយនេះភ្ញាក់ផ្អើលនៅក្នុងឈុតបើកឆាកយើងត្រូវបានគេណែនាំឲ្យស្គាល់ Bobby ដែលមិនមែនជាអ្នកស្រុកនេះទេគាត់នៅក្នុងព្រៃគាត់បានបញ្ចុះសពបុរសម្នាក់ថ្ងាសដែលរងរបួសរបស់ Bobby បង្ហាញថាគាត់បានប្រយុទ្ធគ្នាជាមួយអ្នកស្លាប់បុរសម្នាក់ស្លាប់ប៉ុន្តែគេមិនទាន់ដឹងពីមូលហេតុនៃការសម្លាប់នោះទេនៅពេលរសៀល Bobby កំពុងធ្វើដំណើរទៅឆ្ងាយពីទីក្រុងពេលជិះមកដល់ក៏ជួបឡានប៉ូលីសធ្វើឲ្យគាត់ភ័យផងដែលធ្វើឲ្យគាត់បង្វែរផ្លូវទៅផ្លូវមួយទៀតគាត់មិនបានមើលផ្លូវនៅពេលដែលមើលទៅបាត់ប៉ូលីសនោះមានសត្វគោច្រើនបានបិទផ្លូវគាត់ឡាននឹងដីនៅក្នុងវាលដែលមានគោរថយន្តរបស់គាត់បានប្រឡាប់ប៉ុន្តែគាត់ចេញមកវិញដោយគ្មានរបួសប៉ុន្មានវិនាទីកន្លងផុតទៅនៅក្នុងក្រុងទាំងមូលត្រូវរងការរញ្ជួយដីប្រជាជនមានការភ្ញាក់ផ្អើលជាខ្លាំងដីញ័រយ៉ាងខ្លាំងភ្លាមនោះមានអ្វីមួយធ្លាក់ពីលើមេឃមកទល់មុខ Bobby ហើយអ្វីទាំងអស់បានស្ងាត់គោមួយក្បាលធ្លាក់ដល់ដីបន្ទាប់ពីត្រូវកាត់ពាក់កណ្ដាលមិនដឹងថាដាច់ដោយសារអ្វីសារធាតុបានធ្លាក់ពីលើមេឃ Bobby បានអង្កេតឃើញថាវាជាជញ្ជាំងដែលមើលមិនឃើញវាមុតស្រួចដែលវាថែមអាចទាំងកាប់ផ្ទះបានពេលវាប៉ះក្មេងជំទង់ម្នាក់ឈ្មោះ Joe បានមករក Bobby ដើម្បីមើលថាតើគាត់កាត់អីឬអត់មិនអីទេគាត់ក៏មានការភ្ញាក់ផ្អើលផងដែរចំពោះជញ្ជាំងដែលមើលមិនឃើញចម្លែកបន្ទាប់ពីនោះលោកស្នងការហើយកញ្ញាលេងដែលអនុប្រធានត្រូវបានជូនដំណឹងថាការគ្រប់គ្រងធម្មពលទាំងអស់ក្នុងទីក្រុងទាំងមូលត្រូវបានកាត់ផ្តាច់ខ្សែទូរស័ព្ទក៏បានដាច់ហើយអ៊ីនធឺណិតក៏មិនដំណើរការដែរវាដូចជាការភ្ជាប់កាយរណបទាំងអស់ត្រូវបានបាត់បង់ក្នុងពេលតែមួយបន្ទាប់មកយន្តហោះមួយគ្រឿងដែលហោះរំលងទីក្រុងបានធ្លាក់ចូលទៅក្នុងការមើលមិនឃើញរនាំងដែលបញ្ជាក់ថាវាពិតជាដំបូលហើយមិនមែនគ្រាន់តែជាជញ្ជាំងនោះទេការផ្ទុះខាងក្រោមនេះបណ្ដាលឲ្យមនុស្សស្លាប់ធ្វើឲ្យមានការភ័យស្លន់ស្លោនៅស្ថានីយ៍វិទ្យុ DJ ឈ្មោះ Phil និងជំនួយការរបស់លោក Doddy កំពុងព្យាយាមបង្កើតការភ្ជាប់នៅខាងក្រៅពួកគេមានការភ័ន្តច្រឡំព្រោះពួកគេគឺជាមនុស្សតែមួយគត់ដែលនៅលើអាកាសឥឡូវនេះធ្វើមើលទៅនៅខាងភ្លឺនិយាយថានេះមានន័យថាការវិតម្លៃរបស់ពួកគេនឹងកើនឡើងឡានពន្លត់អគ្គិភ័យមកពីម្ខាងទៀតរបស់ផ្ទះប៉ុន្តែ Bobby បានខាត់វាមុនពេលវាបុកប៉ូលីសមកដល់ហើយស៊ើបអង្កេតជញ្ជាំងប៉ុន្តែអត្ថភាពរបស់វាគឺហួសពីការយល់ដឹងរបស់ពួកគេហើយសមាជិកក្រុមប្រឹក្សាក្រុងលោកជីមធំក៏បានមកដល់ពេលវេលាដូចគ្នាប៉ុន្តែមានការយល់ច្រឡំដូចអ្នកផ្សេងទៀតដែលក្រុមត្រូវបានគេជូនដំណឹងថាគ្រប់ផ្លូវដែលនាំទៅទីប្រជុំជនត្រូវបានបិទដែលបង្កឲ្យមានគ្រោះថ្នាក់ជាច្រើនដើម្បីបញ្ឈប់គ្រោះថ្នាក់បែបនេះបន្ថែមទៀតនឹងត្រូវចេញសេចក្តីប្រកាសអាសន្នជាបន្ទាន់នៅកន្លែងផ្សេងទៀតដែលមានយុវជន2នាក់ដែលមានឈ្មោះ Junior និង Angie កំពុងរីករាយជាមួយព្រឹកដ៏រ៉ូមែនទិកជាមួយគ្នា Angie ក៏ជាបងស្រីរបស់ Joe ផងដែរធ្វើការជាគិលានុបដ្ឋាយិកាស្ម័គ្រចិត្តក្នុងពេលដ៏ក្តៅគុកនេះ Junior សារភាពថាខ្លួនមានស្នេហា Angie បេះដូងរបស់គាត់បែកបាក់ពេលនាងនិយាយថានាងមិនមានអារម្មណ៍ដូចគ្នាពួកគេឈានដល់ការឆ្លោះប្រកែកគ្នាដែលបញ្ចប់នៅពេលដែល Angie តែកំភ្លៀងគាត់ហើយខ្យល់ចេញនោះអាចប្រសើរជាងសម្រាប់ Junior គ្រួសារមួយដែលមានគ្នា3នាក់ម្ដាយ Caroline និង Alice និងកូនស្រី Nori ក៏កំពុងមកលេងក្រុងដែរសម្រាប់ការងារពួកគេក្រុងនឹងចាក់ចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយមិនដឹងអំពីដំបូលដែលគ្រប់ដណ្ដប់ទីក្រុងនោះទេតួលេខគួរឲ្យកត់សម្គាល់មួយទៀតរបស់ Chester's Mill គឺជាអ្នករាយការណ៍ស៊ើបអង្កេតឈ្មោះ Julia នៅព្រឹកមួយនាងត្រូវបានស្ត្រីម្នាក់ហៅឲ្យរាយការណ៍ពីសកម្មភាពគួរឲ្យសង្ស័យស្ត្រីបានឃើញរថក្រោះចំនួន6នៃ propane ដែលត្រូវបានផ្គត់ផ្គង់ទៅឲ្យទីក្រុងបំរុងក្នុងសប្តាហ៍នេះវាមានស្តុកទុកច្រើនពេកសម្រាប់ប្រេងឥន្ធនៈដែលនាងគិតថាកំពុងត្រូវបានប្រមូលសម្រាប់គោលបំណងដ៏អាក្រក់ Julia សន្យាថានឹងស៊ើបអង្កេតបញ្ហានេះប៉ុន្តែមិនបានគិតច្រើនសមាជិកក្រុមប្រឹក្សាលោក Begum ទៅស្ថានីយ៍វិទ្យុហើយប្រកាសអំពីស្ថានភាពសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ Caroline ស្ដាប់វាប៉ុន្តែគិតថាវាជាប្រភេទនៃការផ្សាយពាណិជ្ជកម្មមួយសន្ទុះមុនពេលពួកគេហៀបនឹងធ្លាក់ចូលទៅក្នុងដំបូលរថយន្តពីម្ខាងទៀតគ្រួសារមានសុវត្ថិភាពប៉ុន្តែ More ចូលប្រកាច់ភ្លាមខណៈពេលដែលនាងសន្លប់នាងនិយាយអ្វីមួយអំពីតារាពណ៌ផ្កាឈូកម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមដែលពោពេញទៅដោយអ្នកនៅរស់រានមានជីវិតគ្រោះថ្នាក់ដែលកើតឡើងនៅជុំវិញទីក្រុង Julia និង Bobby ក៏នៅមន្ទីរពេទ្យដើម្បីមើលប្តីរបស់នាង Julia ដឹងថាប្តីរបស់នាងមិនដែលធ្វើការនៅថ្ងៃអាទិត្យហើយបានកុហកនាងនៅខាងក្រៅជួប Angie ហើយនិយាយជាមួយនាងអំពី Barry Junior ឃើញពួកគេជាមួយគ្នាហើយពោពេញទៅដោយការច្រណែនយូរទៅស្នេហារបស់គាត់ចំពោះ Angie បានប្រែក្លាយទៅជាការស្រមើស្រមៃហើយឃើញនាងជាមួយបុរសផ្សេងបង្កឲ្យមានអ្វីមួយនៅក្នុងខ្លួនគាត់មកដល់ពេលនេះព្រំប្រទល់ក្រុងកំពុងត្រូវបានការពារដោយកងពលយោធាអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញជាច្រើនកំពុងព្យាយាមរកឲ្យឃើញនៅអ្វីដែលអាចបណ្ដាលឲ្យចម្លែកនេះបាទទៅភូតប៉ុន្តែគ្មាននរណាម្នាក់មានចម្លើយទេពី3ម៉ោងក្រោយមក Begum បានជួបប៉ូលីសហើយសួរគាត់អំពីpropane ពួកគេនិយាយមិនច្បាស់អំពីអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើដើម្បីសង្គ្រោះទីក្រុងវាច្បាស់ណាស់នោះពួកគេដឹងអ្វីមួយអំពីដូមប៉ុន្តែពួកគេបដិសេធមិននិយាយអំពីបញ្ហានោះទេ
Barbie ត្រូវបានគេសន្មតថានៅក្នុងទីក្រុងតែមួយថ្ងៃប៉ុណ្ណោះហើយគ្មានកន្លែងស្នាក់នៅឡើយនៅពេលយប់ Junior ចូលទៅជិតគាត់ហើយចាប់ផ្ដើមការសន្ទនាដែលទីបំផុតប្រែទៅជាការគំរាមកំហែង Barbie មានការភ័ន្តច្រឡំអំពីអ្វីដែលគាត់បានធ្វើខុសប៉ុន្តែភាពចលាចលត្រូវបានកាត់បន្ថយនៅពេលដែល Julia ជ្រៀតជ្រែកនៅកន្លែងផ្សេងទៀតក្មេងជំទង់កំពុងជប់លៀងដោយមិនអើពើនឹងស្ថានភាពអាសន្ន Joe បានជួបបុរសម្នាក់អាយុរបស់គាត់ហើយអ្នកទាំងពីរនិយាយអំពីស្ថានភាពរំពេចនោះគាត់ចូលទៅប្រកាច់ហើយនិយាយអ្វីមួយអំពីផ្កាយពណ៌ផ្កាឈូកដូច Nore បានធ្វើពីមុនប្អូនស្រីរបស់គាត់ Angie គឺនៅក្នុងផ្ទះរបស់នាងនៅពេលដែល Junior ចូលនឹងចាប់នាងគាត់បាននាំនាងទៅជំរកចាស់របស់ឪពុកគាត់ហើយអះអាងថាគាត់ដឹងពីអ្វីដែលកំពុងកើតឡើងបន្ទាប់មកវាត្រូវបានបង្ហាញថាឪពុករបស់គាត់គឺ Big Jim គាត់គឺជាតែងតែភ័យខ្លាចចំពោះសុវត្ថិភាពរបស់នាងដែលជាមូលហេតុដែលគាត់បានសាងសង់ជំរកក្នុងពេលនេះ Julia នាំ Barbie ទៅផ្ទះរបស់នាងហើយឲ្យគាត់ស្នាក់នៅមួយយប់អ្វីដំណើរការល្អរហូតដល់គាត់ឃើញរូបប្តីគាត់ក៏ដឹងថាជាបុរសដែលគាត់សម្លាប់នៅព្រឹកនោះ Linda នឹងតម្រួតកំពុងដើរល្បាតនៅពេលអ្នកបញ្ជាល្បឿនរបស់តម្រួតបានផ្ទុះហើយសម្លាប់គាត់ក្នុងដំណើរការត្រឡប់មកវិញពីព្រឹកព្រលឹមបង្ហាញយើងថា Barbie បាននៅក្នុងទីក្រុងដើម្បីជួបស្វាមីរបស់ Julia ហើយនិយាយជាមួយគាត់អំពីប្រភេទនៃការទូទាត់គ្រូពេទ្យមិនចង់បង់ប្រាក់ដែលបណ្ដាលឲ្យមានជម្លោះហើយ Barbie បានបាញ់សម្លាប់គាត់ដោយចៃដន្យទោះបីជាវាគ្រាន់តែជាឧបទ្ទវហេតុក៏ដោយក៏គាត់ដឹងថាគាត់នឹងត្រូវកាត់ទោសដូច្នេះដើម្បីជៀសវាងវា Barbie បោះបង់រាងកាយនៅពេលព្រឹកគាត់បានកត់សម្គាល់ឃើញថារបស់គាត់ខ្សែកបានបាត់ហើយសួរ Julia អំពីវានាងសន្យាថានឹងតាមដានវាប៉ុន្តែ Barbie ដឹងថាគាត់ទុកវាចោលក្នុងកាប៊ីនដែលគាត់សម្លាប់ប្តីគាត់នៅកន្លែងផ្សេងទៀតប៉ូលីស2នាក់មករត់ទៅរកតម្រួតប៉ុន្តែដល់ពេលនេះគាត់ស្លាប់បាត់ទៅហើយ Linda ស្រែកត្រហោយំអប់គាត់ក្នុងដៃ Joe ជាមួយមិត្តរបស់គាត់ Ben ដែលបានជួយគាត់ពេលគាត់ប្រកាច់ការពីយប់មិញ Ben សួរគាត់ថាតើគាត់ចង់មានន័យអ្វីតារាពណ៌ផ្កាឈូកប៉ុន្តែ Joe មិនចាំថានិយាយអ្វីទេបន្ទាប់ពីគាត់បានដួលទៅលើដីស្ថានីយ៍វិទ្យុ Jedi គ្រប់គ្រងទំនាក់ទំនងជាមួយមនុស្សនៅខាងក្រៅយំដោយប្រើឧបករណ៍ពិសេសនាងអាចឮទាហាននិយាយគ្នាទៅវិញទៅមកប៉ុន្តែមិនអាចនិយាយជាមួយពួកគេរហូតមកដល់ពេលនេះសូម្បីតែទាហានមានការភ័ន្តច្រឡំអំពីអ្វីដែលមើលមិនឃើញនៅក្នុងភោជនីយដ្ឋានជីមធំកំពុងញ៉ាំអាហារពេលព្រឹកមុនពេល Linda ផ្ដល់ហើយប្រាប់គាត់ពីការស្លាប់របស់តម្រួតពួកគេបានប្រញាប់ប្រញាល់ទៅពេទ្យក្រុង Leicester នៅក្នុងលេនដ្ឋាន Angie ព្យាយាមអស់ពីសមត្ថភាពដើម្បីហៅនរណាម្នាក់ប៉ុន្តែមិនបានជោគជ័យនៅពេលដែល Junior មកដល់គាត់ចាប់នាងដាក់លើគ្រែគាត់គិតថាការបដិសេធរបស់ Angie និងរូបរាងរបស់ Dom មានការពាក់ព័ន្ធខ្លះហើយនៅពេលដែល Dom ចាក់ចេញទៅនាងនឹងត្រឡប់ទៅរកភាពធម្មតារបស់នាងវិញការអត្ថាធិប្បាយនេះគឺជាភស្តុតាងគ្រប់គ្រាន់នៃបញ្ហាផ្លូវចិត្តរបស់គាត់គ្រូពេទ្យ Lester ធ្លាប់ជាមិត្តរបស់ប៉ូលីសហើយមានការរន្ធត់ចិត្តពេលបានដឹងអំពីការស្លាប់របស់គាត់ប៉ុន្តែនៅពេលដែល Linda មិននៅក្បែរនោះគាត់នឹង Big Jim បង្ហាញឲ្យដឹងថាពួកគេដឹងអ្វីមួយអំពីការនាំចូល Propane ដែលបានកើតឡើងកាលពីខែមុនពួកគេរួមនឹងមេតបបានលាក់អាតកំបាំងពីក្រុងការស្លាប់របស់មេបញ្ជាការរូបនេះបញ្ជាក់ថាគាត់នឹងមិនប្រាប់នរណាម្នាក់អំពីការជាប់ពាក់ព័ន្ធរបស់ពួកគេនោះទេដែលនេះជាដំណឹងល្អសម្រាប់ពួកគេក្រោយមក Linda ដើរចូលប៉ុស្តិ៍ប៉ូលីសឃើញ Big Jim កំពុងរកអ្វីម្យ៉ាងនៅក្នុងការិយាល័យតម្រួតនៅពេលត្រូវបានគេសួរ Jim និយាយថាគាត់មកមើលឆន្ទៈរបស់គាត់នឹងឡើងដែរជាគាត់តាមពិតគាត់នៅទីនោះដើម្បីស្វែងរកឯកសារអំពីការនាំចូល Propane ដែលអាចធ្វើឲ្យគាត់និង Lester មានបញ្ហាគាត់គិតថាឯកសារទាំងនោះមាននៅក្នុងផ្ទះតម្រួតហើយធ្វើឲ្យ Lester ទទួលបានពួកគេនៅកន្លែងផ្សេងទៀត Julia ទៅប៉មវិទ្យុហើយដឹងថាពួកគេអាចស្ដាប់ទាហានបាននិយាយនៅខាងក្រៅផ្ទះតាមរយៈឧបករណ៍នេះគេគិតថាមនុស្សកំពុងព្យាយាមជីកនៅក្រោមដំបូលប៉ុន្តែមិនបានជោគជ័យ Julia ផ្សាយព័ត៌មានទៅកាន់ទីក្រុងតាមរយៈវិទ្យុព័ត៌មានធ្វើឲ្យមនុស្សភ័យស្លន់ស្លោដែលជាហេតុធ្វើឲ្យពួកគេមិនសមហេតុផល Joe និង Ben នៅជិតព្រំដែនមើលអ្នកវិទ្យាសាស្ត្រនៅខាងក្រៅធ្វើការងាររបស់ពួកគេកំពុងព្យាយាមមើលថាតើទឹកមានឥទ្ធិពលឬអត់នៅលើដំបូលពួកគេមិនឈានដល់ការសន្និដ្ឋានច្បាស់លាស់ទេប៉ុន្តែ Joe បានរកឃើញថា Jom ធ្វើការដូចជាក្រាស់ណាស់ស៊ីវក្រោយមក Barbie បានទៅកាប៊ីនដើម្បីរកមើលខ្សែរបស់គាត់រកវាឃើញប៉ុន្តែ Junior សម្គាល់គាត់ភ្លាមគាត់ហៅគាត់ឲ្យទៅដេកជាមួយ Angie Barbie រកឃើញបុរសនោះវាជាការវង្វេងប៉ុន្តែមិនអាចឲ្យគាត់ទៅឆ្ងាយបានទេពួកគេឆ្លោះគ្នាហើយ Barbie បានយកឈ្នះគាត់យ៉ាងងាយស្រួលបន្ទាប់ពីនោះមកយើងឃើញ Lester ទម្លុះចូលទៅក្នុងផ្ទះរបស់តម្រួតដើម្បីរកមើលឯកសារអំពីការនាំចូល Propane គាត់បានរកឃើញពួកគេនៅក្រោមថតឯកសារហើយដុតពួកគេប៉ុន្តែផែនការនោះបានរលត់ទៅវិញពេលភ្លើងឆេះរាលដាលពេញផ្ទះមិនយូរប៉ុន្មានមានមនុស្សច្រើនកុះករជុំវិញផ្ទះព្យាយាមពន្លត់ភ្លើងប៉ុន្តែបើគ្មានរថយន្តពន្លត់អគ្គិភ័យទេគឺស្ទើរតែមិនអាចទៅរួចប្រសិនបើគេទុកផ្ទះឲ្យឆេះនោះសីតុណ្ហភាពនៅក្នុងផ្ទះនឹងឡើងខ្ពស់ហើយនៅទីបំផុតអាចសម្លាប់មនុស្សគ្រប់គ្នា Barbie ដឹកនាំមនុស្សដែលចាប់ដៃគ្នាយកទឹកមកដល់ផ្ទះ Linda បានឮសំឡេងរបស់ Lester សំឡេងហើយរត់ទៅខាងក្នុងដើម្បីសង្គ្រោះគាត់នាងទាញគាត់ចេញពីកន្លែងមុននឹងប្រគល់ឲ្យគាត់ពេទ្យទោះជាព្យាយាមពន្លត់អស់រយៈពេល1ម៉ោងក៏ដោយក៏វារាលដាលកាន់តែខ្លាំងដែរបន្ទាប់មកលោក Jim មកជាមួយឧបករណ៍ផ្ទុកហើយទីបំផុតបញ្ចប់ភាពចលាចលនៅពេលដែលជនស៊ីវិលដែលហត់នឿយប្រមូលផ្ដុំគ្នា
ប៉ូលីសម្នាក់ឈ្មោះ Paul បាត់បង់ស្មារតីលោកអះអាងថាពួកគេនឹងមិនចេញពីរឿងនេះឡើយស្ថានភាពហើយខ្លាចគេចាប់ផ្ដើមកាប់សម្លាប់គ្នាឆាប់គាត់បាញ់ទៅលើអាកាសដែលលោតត្រឡប់មកពីផ្ទះវិញហើយវីមន្ត្រីម្នាក់ទៀតគាត់ស្លាប់ភ្លាមហើយប៉ូលត្រូវបានចាប់ខ្លួនពេលងឹតយ៉ូនិងមិត្តភ័ក្តិទៅលេងស្គីគាត់ត្រូវបានទៅជិតដោយណូរ៉េតែចង់បញ្ចូលថ្មទូរស័ព្ទរបស់នាងគាត់នាំនាងទៅផ្ទះរបស់គាត់ដែលជាកន្លែងមួយដែលមានម៉ាស៊ីនភ្លើងទន្ទឹមនឹងនេះលីនដានាំប៉ូលទៅគុកខណៈដែលមហាជនរិះគន់ប៉ូលីសប្រព័ន្ធនឹងការតវ៉ានៅខាងក្រៅស្ថានីយ៍ជឹមធ្វើឲ្យពួកគេស្ងប់ដោយសុំឲ្យពួកគេជួយគ្នាទៅវិញទៅមកនៅក្នុងពេលដែលត្រូវការក្រោយពីជាប់សោប៉ូលក៏គាំងបេះដូងលីនដារត់មករកគាត់ភ្លាមគ្រាន់តែដឹងថាគាត់កំពុងខ្លែងបន្លំគាត់ឆ្លៀតឱកាសរុញនាងទៅម្ខាងរួចរត់ចេញបន្ទាប់ពីចាក់សោនាងនៅក្នុងលេនដ្ឋាន Junior ចូលទៅជិត Angie ម្ដងទៀតនាងដឹងថានាងត្រូវការបញ្ឆោតគាត់អនុញ្ញាតឲ្យនាងមានសេរីភាពដូច្នេះហើយនាងប្រាប់គាត់អំពីផ្លូវរួមក្រោមដីដែលបិទជិតដែលពួកគេធ្លាប់ទៅជួបកូនរបស់គាត់នេះជុំប្រហែលជាមិនដំណើរការនៅក្នុងផ្លូវរួមក្រោមដីដែលមានន័យថាពួកគេអាចចេញទៅខាងក្រៅបាន Angie សង្ឃឹមថាគាត់នឹងដោះលែងនាងឥឡូវនេះថានាងកំពុងជួយគាត់ប៉ុន្តែ Junior ចង់ទៅផ្លូវរួមក្រោមដីតែម្នាក់ឯងលោកជឹមទៅកាន់ប៉ុស្តិ៍ប៉ូលីសហើយរកឃើញលីនដាជាប់សោជំនួសប៉ូលគាត់បានអនុញ្ញាតឲ្យនាងចេញហើយពួកគេបានរកឃើញថាផលត្រូវបានគេទុកឲ្យនៅជាមួយនឹងកាំភ្លើងនឹងគ្រាប់លីនដាប្រញាប់ទៅរកអក្រិតជនដោយដឹងថាគាត់ត្រូវតែនៅក្នុងព្រៃកន្លែងដែលគាត់ទៅបបាញ់ញឹកញាប់ទន្ទឹមនឹងនេះលោកជឹមរៀបចំពិធីជប់លៀងស្វែងរក Caroline នៅកន្លែងញ៉ាំអាហារបារម្ភចំពោះ Nori នាងបានស្នាក់នៅមួយយប់នៅ Jos ដោយមិនបានប្រាប់ម្ដាយរបស់នាងលោកជឹមមកដល់អាហារថ្ងៃត្រង់នឹងសុំមនុស្សឲ្យចូលរួមពិធីជប់លៀងស្វែងរកប៉ូលគាត់ក៏ធ្វើឲ្យ Bobby ចូលរួមជាមួយពួកគេតាំងពីគាត់នៅអ្នកដឹកនាំល្អពេលភ្លើងឆេះផ្ទះពួកគេធ្វើវាទៅព្រៃដែលជាកន្លែងដែល Bobby បង្ហាញពីជំនាញរបស់គាត់ហើយបង្ហាញថាគាត់ធ្លាប់ធ្វើទាហាន Junior កំពុងធ្វើដំណើរទៅកាន់ផ្លូវរួមក្រោមដីនៅពេលដែល Julia គាត់សម្គាល់គាត់នាងសួរគាត់ថាគាត់នឹងទៅណាជាមួយកាបូបស្ពីប៉ុន្តែគាត់ឆ្លើយទាំងភ័យខ្លាចដែលធ្វើឲ្យនាងគួរឲ្យសង្ស័យនាងដើរតាមគាត់ហើយទៅដល់ផ្លូវរួមក្រោមដី Joe និង Nore កំពុងញ៉ាំអាហារពេលព្រឹកនៅផ្ទះរបស់ Joe គាត់ភ័យណាស់ព្រោះគាត់មិនធ្លាប់នៅម្នាក់ឯងជាមួយស្រីមុននេះទេ Nore នៅលើដែលម្ខាងទៀតមានទំនុកចិត្តនិងឆ្លាតវៃពេលគេនិយាយគ្នា Ben ក៏នាំក្មេងស្រីពីរនាក់ទៀតមកចោទប្រកាន់ទូរស័ព្ទគាត់ចង់ប្រើម៉ាស៊ីនភ្លើងដើម្បីឲ្យពួកគេចាប់អារម្មណ៍មិនដឹងជាទំនិញសំខាន់Joe ត្រូវអនុញ្ញាតឲ្យពួកគេចូលទៅក្នុងព្រៃដោយស្ទាក់ស្ទើរភីគីស្វែងរករត់ចូលទៅរកផលដែលបាញ់បុរសម្នាក់នៅក្នុងជើងរបស់គាត់បុរសទី2នៅមើលថែគាត់ចំណែក Jim និង Bobby រត់តាមពីក្រោយផលនៅក្នុងផ្លូវរួមក្រោមដី Junior ទៅដល់ទីបញ្ចប់ហើយរកឃើញថា Jim រត់កាត់វាផងដែរគាត់ក៏ទទួលបានដែរនៅជិតជញ្ជាំងដែលធ្វើឲ្យពើរបស់គាត់ផ្ទុះដូចអ្នកបញ្ជាលបឿនរបស់តម្រួត Julia មកចេញទៅប្រមានគាត់ប៉ុន្តែគាត់មិនសប្បាយចិត្តដែលនាងដើរតាមគាត់ Junior បាត់បង់ស្មារតីហើយចាប់ផ្ដើមដើរជញ្ជាំងដែលមើលមិនឃើញរហូតដល់ Julia បញ្ឈប់គាត់គេអង្គុយនិយាយគ្នាសម្រាប់មួយរយៈ Julia ប្រាប់គាត់ថានាងជាប់គាំងក្នុងការងារដ៏អាក្រក់របស់នាងជាអ្នកកាសែតដោយសារតែកំហុសដែលនាងបានធ្វើក្នុងអតីតកាលនៅពេលពួកគេជែកគ្នា Junior បង្ហាញថាស្នាមជុំរបស់គាត់គឺបណ្ដាលមកពី Bobby គាត់សួរនាងដើម្បីនៅឲ្យឆ្ងាយពីបុរសម្នាក់នេះធ្វើឲ្យវាហាក់ដូចជា Bobby វីគាត់ដោយគ្មានហេតុផលមកដល់ពេលនេះផ្ទះរបស់ Joe ពេញទៅដោយមនុស្សដែលប្រើអេឡិចត្រូនិករបស់គាត់ការសម្លុបព្យាយាមធ្វើឲ្យមនុស្សបង់ថ្លៃអគ្គិសនីថាគាត់មិនមានសម្បីតែម្ចាស់នៅពេលដែលគ្មាននរណាម្នាក់ប្រឆាំងនឹងគាត់ Nore យកបញ្ហាទៅជារបស់នាងផ្ទាល់ដៃការសន្ទនាកាន់តែក្តៅប៉ុន្តែមុនពេលមានអ្វីកើតឡើងភ្លើងរលត់ Nore សប្បាយចិត្តថា Joe បានក្រោកឈរឡើងសម្រាប់នាងទន្ទឹមនឹងនេះដែរនៅក្នុងព្រៃ Bobby និង Jim បានបុកចូលទៅក្នុងគោលដៅរបស់ពួកគេប៉ុន្តែត្រូវជាប់គាំងដោយសារ Paul ក៏បានដកកាំភ្លើងចេញដែរគាត់នៅឆ្ងាយប៉ុន្មានវិនាទីពីការសម្លាប់ Jim នៅពេលនោះ Linda លេចមុខពីក្រោយហើយបាញ់សម្លាប់នៅផ្ទះរបស់ Joe Caroline មកដល់ហើយសុំកូនស្រីរបស់នាងទទួលខុសត្រូវបន្ថែមទៀត Joe និង Nore កាន់ដៃគ្នាដែលបង្កើតការភ្លើងចម្លែកហើយបញ្ជូនពួកគេទាំងពីរចូលទៅក្នុងការប្រកាសពួកគេបានសូត្រជាសមូហភាពម្ដងទៀតអំពីប្រភេទផ្កាយពណ៌ផ្កាឈូកដែលធ្លាក់ជាជួរនៅក្នុង Bunker Junior មកសួរសុខទុក្ខ Angie ម្ដងទៀតលើកនេះជាមួយនឹងឧបករណ៍ជំនួយដំបូងនាងជួយគាត់ស្លៀកពាក់របួសកណ្ដាប់ដៃរបស់គាត់ប៉ុន្តែរក្សាកន្ត្រៃមួយគូដោយសម្ងាត់នៅក្នុងឈុតចុងក្រោយ Julia និង Bobby គឺផ្ទះបន្ទាប់ពីថ្ងៃដ៏យូរ Julia បានចាប់ផ្ដើមសង្ស័យគាត់បន្ទាប់ពីអ្វី